បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំសូមណែនាំប៊ូ4ម៉ូតជូនបងប្អូនពិនិត្យគឺជាប្រភេទប៊ូដែលមានប៉ង់កលបាតជួយលើកកម្ពស់បងមួយវិញទៀតក៏ដើម្បីពេលបងឈរឬក៏ដើរយូរកុំឲ្យឈឺជើងសម្រាប់ម៉ូតទី1នេះគឺជាប្រភេទម៉ូតអត់ខ្សែខ្ញុំសូមដាក់2សង់ទីម៉ែត្រកន្លះនៅខាងក្នុងជូនបងពិនិត្យហើយចំណែកម៉ូតទី2នេះគឺជាប្រភេទម៉ូតមានខ្សែខ្ញុំសូមដាក់2សង់ទីម៉ែត្រកន្លះនៅខាងក្នុងជូនបងពិនិត្យដែរដោយដែលបងឃើញអញ្ចឹងកាយនេះគឺយើងមើលទៅគឺទាបធម្មតាទេប៉ុន្តែជាក់ស្ដែងពេលដែលយើងឈរទៅគឺជួយលើកកម្ពស់យើងស្អាតមែនទែនបាទហើយសម្រាប់ម៉ូតទី3នេះគឺជាប្រភេទម៉ូតចងខ្សែដែរដោយដែលបងប្អូនឃើញអញ្ចឹងម៉ូតនេះគឺកែងខ្ពស់ហើយស្បែកនេះក៏ខ្ពស់ដែរដូច្នេះទោះបីយើងថែម3សង់ទីម៉ែត្រកន្លះនៅខាងក្នុងយើងពាក់ធ្វើការប្រចាំថ្ងៃក៏បានដែរបាទហើយសម្រាប់ម៉ូតទី4នេះគឺខ្មៅរលោងស្អាតមែនទែនបាទហើយយើងថែមប៉ុង2សង់ទីម៉ែត្រកន្លះនៅខាងក្នុងនេះគឺពាក់ទៅលើកកម្ពស់ស្អាតមែនទែនម៉ូតនេះបាទខ្ញុំសូមបញ្ជាក់ជូនបងថាប៉ុងនេះគឺមាន2ប្រភេទ2កម្ពស់គឺកម្ពស់2សង់ទីម៉ែត្រកន្លះនិង3សង់ទីម៉ែត្រកន្លះដូច្នេះពេលដែលបងទិញប៊ូមិនថាម៉ូតមួយណាទេខ្ញុំជូនប៉ុង2គូសម្រាប់បងដែលមានតម្រូវការសូមធ្វើការបញ្ជាទិញតាមរយៈការឆាតឬក៏ link Telegram នៅខាងលើសូមអរគុណហើយចំណែកម៉ូតទី2នេះគឺជាប្រភេទម៉ូតមានខ្សែខ្ញុំសូមដាក់2សង់ទីម៉ែត្រកន្លះនៅខាងក្នុងជូនបងពិនិត្យដែរដោយដែលបងឃើញអញ្ចឹងកាយនេះគឺយើងមើលទៅគឺទាបធម្មតាទេប៉ុន្តែជាក់ស្ដែងពេលដែលយើងឈរទៅគឺជួយលើកកម្ពស់យើងស្អាតមែនទែនហើយសម្រាប់ម៉ូតទី3នេះគឺជាប្រភេទម៉ូតចងខ្សែម៉ូតនេះកំពុងតែពេញនិយមនិងទទួលបានការគាំទ្រច្រើនមែនទែនជាពិសេសបងខាងមិនបាទហើយសម្រាប់ម៉ូតទី3នេះគឺជាប្រភេទម៉ូតចងខ្សែដែរម៉ូតនេះកំពុងតែពេញនិយមបាទហើយសម្រាប់ម៉ូតទី3នេះគឺជាប្រភេទ
បាទហើយសម្រាប់ម៉ូដទី3នេះគឺជាប្រភេទម៉ូដចងខ្សែដែរម៉ូដនេះខ្ញុំបានកំងរងចាក់ឲ្យធ្វើស្បែកខ្ពស់បន្តិចដើម្បីងាយស្រួលក្នុងការកល់ពេលដែលយើងកល់ខាងក្នុងនេះទោះបី2សង់ទីម៉ែត្រកន្លះឬក៏3សង់ទីម៉ែត្រកន្លះគឺយើងនៅតែពាក់ពេញជើងបានល្អដោយដែលបងឃើញអញ្ចឹងម៉ូដនេះគឺកែងខ្ពស់ស្បែកក៏ខ្ពស់ដូច្នេះហើយយើងអាចបន្ថែមប៉ុងរហូតដល់8សង់ទីម៉ែត្រដោយដែលបងប្អូនឃើញអញ្ចឹងម៉ូដនេះគឺកែងខ្ពស់ហើយស្បែកនេះក៏ខ្ពស់ដែរដូច្នេះទោះបីយើងថែម3សង់ទីម៉ែត្រកន្លះនៅខាងក្នុងយើងពាក់ធ្វើការប្រចាំថ្ងៃក៏បានដែរហើយសម្រាប់ម៉ូដទី4នេះគឺខ្មៅរលោងស្អាតមែនទែនយើងក៏អាចថែមប៉ុង2សង់ទីម៉ែត្រកន្លះបាទហើយសម្រាប់ម៉ូដទី4នេះគឺខ្មៅរលោងស្អាតមែនទែនយើងក៏អាចថែមប៉ុងខាងក្នុង2សង់ទីម៉ែត្រកន្លះឬក៏3សង់ទីម៉ែត្រកន្លះបន្ថែមបាទហើយសម្រាប់ម៉ូដទី3នេះគឺខ្មៅរលោងស្អាតមែនទែនបងប្អូនអាចថែមប៉ុងខាងក្នុងនេះ2សង់ទីម៉ែត្រកន្លះឬក៏3សង់ទីម៉ែត្រកន្លះតាមដែលបងប្អូនត្រូវការបាទហើយសម្រាប់ម៉ូដទី3នេះគឺខ្មៅរលោងស្អាតមែនបាទហើយសម្រាប់ម៉ូដទី4នេះគឺខ្មៅរលោងស្អាតមែនទែនខ្ញុំក៏ថែមប៉ុង2សង់ទីម៉ែត្រកន្លះជូនបងពិនិត្យគឺយើងពាក់ទៅខ្ញុំក៏សូមថែមប៉ុង2សង់បាទហើយយើងថែមប៉ុង2សង់ទីម៉ែត្រកន្លះនៅខាងក្នុងនេះគឺពាក់ទៅលើកកម្ពស់ស្អាតមែនទែនម៉ូដនេះបាទហើយសូមជម្រាបបងថាយើងមានប៉ុង2ប្រភេទគឺ2សង់ទីម៉ែត្រកន្លះនិង3សង់ទីម៉ែត្រកន្លះសម្រាប់បងបាទហើយខ្ញុំក៏សូមខ្ញុំសូមបញ្ជាក់ថាសូមបញ្ជាក់ជូនបងថាហាងយើងក៏សូមបញ្ជាក់ជូនបងថាហាងគឺមានប៉ុង2ប្រភេទគឺកម្ពស់2សង់ទីម៉ែត្រកន្លះនិង3សង់ទីម៉ែត្រកន្លះពេលដែលបងទិញស្បែកជើងទាំង4ម៉ូដនេះបាទខ្ញុំសូមបញ្ជាក់ជូនបងថាប៉ុងរបស់យើងនេះគឺមាន2ប្រភេទគឺកម្ពស់2សង់ទីម៉ែត្រកន្លះនិង3សង់ទីម៉ែត្រកន្លះដូច្នេះខ្ញុំសូមបញ្ជាក់ជូនបងថាប៉ុងនេះគឺមាន2ប្រភេទ2កម្ពស់គឺកម្ពស់2សង់ទីម៉ែត្រកន្លះនិង3សង់ទីម៉ែត្រកន្លះដូច្នេះពេលដែលបងទិញប៊ូមិនថាម៉ូដមួយណាទេខ្ញុំជូនប៉ុង2គូគឺប៉ុង2សង់ទីម៉ែត្រកន្លះមួយគូនិង3សង់ទីម៉ែត្រកន្លះមួយគូចាក់ស្ដែងទៅបងការប្រើប្រចាំថ្ងៃអាចប្រើ2សង់ទីម៉ែត្រកន្លះដើម្បីឲ្យស្រួលជើងប៉ុន្តែសម្រាប់ការចូលរួមកម្មវិធីម្ដងម្កាលបងប្អូនអាចប្រើ3សង់ទីម៉ែត្រកន្លះសម្រាប់បងដែលមានតម្រូវការសូមធ្វើការបញ្ជាទិញតាមរយៈការឆាតឬក៏ link Telegram នៅខាងលើសូមអរគុណ